បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំចង់ធ្វើការបង្ហាញពីកម្មវិធីមួយដែលយើងប្រើប្រាស់ទៅលើកម្មវិធី AI ដែលយើងឲ្យ AI បង្កើតទៅជាវីដេអូដូចជាបទចម្រៀងឲ្យយើងអញ្ចឹងណាអញ្ចឹងខ្ញុំចង់ធ្វើការបង្ហាញពីរបៀបប្រើ AI Gemini នេះបាទកម្មវិធីនេះគឺជាកម្មវិធី AI អញ្ចឹងដើម្បីធ្វើការយកកម្មវិធីនេះយើងមកប្រើប្រាស់បានគឺយើងជាដំបូងគឺយើងត្រូវធ្វើការចូលទៅ app install នេះលើកម្មវិធីនេះដើម្បីធ្វើការdownload ហើយពាក់ព័ន្ធជាមួយទៅលើទូរស័ព្ទ Android យើងធ្វើការដូចគ្នាទេតែនេះខ្ញុំធ្វើការបង្ហាញទៅលើទូរស័ព្ទ iPhone អញ្ចឹងជាដំបូងគឺយើងធ្វើការចូលមកកម្មវិធី App Store នេះមកបាទបន្ទាប់ពីយើងធ្វើការចុចទៅលើកម្មវិធី App Store យើងធ្វើការចុចខាងលើនេះដើម្បីធ្វើការ research ប្រាប់ថា Gemini បាទអញ្ចឹង Gemini យើងវាយសរ G E M I N I បាទយើងវាយចឹងមកអញ្ចឹងយើងធ្វើការចុចនេះបាទជាសារខាងក្រោមចឹងខាងលើដូចតែគ្នាទេបាទអញ្ចឹងយើងអាចធ្វើការ down នេះដោយសារខ្ញុំធ្វើការ download ហើយអញ្ចឹងកន្លែងនេះបាទមានលោតពេលដែលយើង download ពេញហើយវានឹងលោតនៅលើទូរស័ព្ទយើងតែម្ដងបាទអញ្ចឹងឧទាហរណ៍យើងធ្វើការចុចមកពេលដែលយើងធ្វើការ download ហើយវានឹងចេញទម្រង់បែបនេះអញ្ចឹងយើងចង់និយាយជាសំឡេងក៏បានឬក៏យើងសរសេរក៏បានឥឡូវខ្ញុំចង់ឲ្យ AI បង្កើតបទចម្រៀងឲ្យខ្ញុំមកបទបាទអញ្ចឹងខ្ញុំសរសេរពាក្យថាខ្ញុំចង់បង្កើតបទចម្រៀងបាទបទចម្រៀងហើយយើងចង់បង្កើតជាលក្ខណៈបទចម្រៀងបែបលក្ខណៈរងវង់ rap ឬក៏បទសេតអីចឹងណាអញ្ចឹងខ្ញុំចង់ឲ្យ AI បង្កើតបទចម្រៀងបទសេតបាទខ្ញុំបទសេតបទចម្រៀងបទខ្ញុំចង់បង្កើតបទចម្រៀងបទសេតបាទនិយាយជាភាសាខ្មែរនិយាយខ្មែរទៅបានដែរបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការសរសេររួចហើយយើងធ្វើការចុចសញ្ញាព្រុញកន្លែងនេះបាទអញ្ចឹងពេលដែលយើងធ្វើការចុចហើយយើងគេនឹង AI ឲ្យយើងធ្វើការរងចាំវានឹងធ្វើការផលិតឲ្យយើងអញ្ចឹងយើងធ្វើការរងចាំវាបន្តិចនេះកន្លែងនេះគឺវាកំពុងធ្វើការដំណើរការបង្កើតជាបទចម្រៀងឲ្យយើងអានេះយូរឬក៏លឿនអាស្រ័យទៅលើសេវារបស់យើងទៀតបាទ slow តិចនេះអញ្ចឹងវានឹងធ្វើការបង្កើតជាបទចម្រៀងមួយបទអញ្ចឹងបទចម្រៀងមួយបទគេដាក់ផ្លូវឯកាបាទអញ្ចឹងដើម្បីយើងធ្វើការ start អញ្ចឹងខ្ញុំធ្វើការ control តិចឲ្យ start តិចខ្លាចជប់ copyright បាទបទចម្រៀងនេះមេឃពណ៌ស្រអាប់ដូចចិត្តខ្ញុំពេលដែលយើងធ្វើការបង្កើតជាបទចម្រៀងហើយគឺយើងចង់ធ្វើការ save ដាក់ទៅលើទូរស័ព្ទយើងពេលនេះคลิกលើវាមួយមកចុចសញ្ញាព្រុញកន្លែងនេះបាទក្រុមយ៉ាងនៅទីនេះចូលចាំងជាការចងចាំទឹកភ្នែកសិនចឹងចុចសញ្ញាព្រុញហើយយើងធ្វើការបើពាក្យថាវានឹងលោតពាក្យថា save video បាទអញ្ចឹងធ្វើការ save video មកពេលដែលយើងធ្វើការ save ហើយវានឹងជាប់បាទហើយសូមបញ្ជាក់កន្លែងផ្សេងៗនេះចង់ធ្វើការបង្កើត
អីក៏ដោយគឺយើងអាចធ្វើការសរសេរនោះទៅលើនឹងទៅ AI នឹងប្រាប់យើងបន្តទៀតតែបាទ